សួស្តីCambo Tutorial Online សូមស្វាគមន៍ជាថ្មីម្ដងទៀតអូខេជួបគ្នាថ្មីនៅក្នុងវីដេអូថ្មីមេរៀនថ្មីថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការដំឡើងនិង configure Samba បាទ Samba server ដើម្បី share ទិន្នន័យ share resource បាទក្នុងនេះយើងធ្វើការ share រវាង Linux និង Windows អូខេអញ្ចឹងដើម្បីខាត់ពេលយូរខ្ញុំនឹងធ្វើការធ្វើបង្ហាញពីការដំឡើងនិង configure ពេលតទៅណាអញ្ចឹងនៅក្នុងនេះគឺយើងនឹងធ្វើការប្រើប្រាស់ Linux ដែល Linux នេះយើងប្រើ distributor របស់វាយើងនឹងប្រើ CentOS បាទ copy លើកមុនយើងប្រើ Fedora ណាអញ្ចឹងក្នុងនេះយើងប្រើ CentOS បាទខ្ញុំប្រើនេះគឺចំនួនទី10 stream 10ណាបាទហើយយើងធ្វើការ share វាshare resource នៅលើ CentOS stream 10នេះជាមួយនឹង Windows បាទដែល Windows ក្នុងនេះយើងប្រើ Windows អីក៏បានដែរណា Windows 11ក៏បាន Windows 10ក៏បាន Windows 7ក៏បានចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់អឺលើ Windows 7ណាបាទលើ Windows 7អូខេតោះអញ្ចឹងយើងចាប់ផ្ដើមបើក Linux របស់យើងមកបាទសន្មតថាខ្ញុំមាន Linux បាទ Linux សន្ទុះរបស់យើងមិញហ្នឹងជាងជំហានទី1របស់យើងគឺយើងទៅ check មើលសិនថាតើ Samba របស់យើងបានដំឡើងហើយឬនៅណាបាទអញ្ចឹងម៉ាស៊ីនខ្លះអាចបានដំឡើងនៅពេលដែលយើងដំឡើង OS មកយើងអាចរើសទៅវាបាទរើសចំ add on មួយចំនួនវានឹងធ្វើការដំឡើងស្វ័យប្រវត្តិប៉ុន្តែវាម៉ាស៊ីនខ្លះអាចដំឡើងស្វ័យប្រវត្តិនិងម៉ាស៊ីនខ្លះមិនដំឡើងទេណាបាទអញ្ចឹងដើម្បីយើង check មើលសិនថាតើ service របស់ Samba បានដំឡើងហើយឬនៅយើងអាចប្រើតាមរយៈ command systemctl status បាទ smb.service បាទមាន command ច្រើនផ្សេងទៀតដែលយើងអាច check មើលថាតើ Samba ហ្នឹងបានដំឡើងហើយឬនៅពិតប្រាកដឬអត់ណាប៉ុន្តែខ្ញុំសូមប្រើ command មួយនេះដើម្បី check មើល service វាតែម្ដងទៅបើសិនជា software ហ្នឹងបានដំឡើងហើយវានឹងបង្ហាញឲ្យយើងឃើញតែបើសិនជាមិនទាន់បានដំឡើងទេក៏វានឹងប្រាប់យើងថាអត់ទាន់បានដំឡើងដែរណាបាទអូខេអញ្ចឹងខ្ញុំប្រើ systemctl starter smb.swiss អញ្ចឹងនៅក្នុងនេះវាប្រាប់យើងថាអត់រាន់បានដំឡើងទេណាដោយសារតែយើងឃើញពាក្យថា unit smb service could not be found បាទ could not be found មានន័យថាអត់ទាន់បានដំឡើងទេគឺរកអត់ឃើញបាទអត់ទាន់មានប៉ុន្តែបើក្នុងករណីយើងបានដំឡើងហើយវានឹង load ទីតាំងនិងឈ្មោះ service ឲ្យយើងឃើញណាបាទអូខេឥឡូវអញ្ចឹងយើងធ្វើការដំឡើងសិននៅក្នុងនេះខ្ញុំនឹងបង្ហាញពីការដំឡើងតាមរយៈអ៊ីនធឺណិតបាទតាមរយៈអ៊ីនធឺណិតណាបាទយើងមានវិធីសាស្ត្រក្នុងការដំឡើងពីរទី1យើងដំឡើងតាមរយៈ file ដែលយើងមាន download មករួចហើយតែដោយសារខ្ញុំអត់បាន download ទេអញ្ចឹងយើងដំឡើងតាមអ៊ីនធឺណិតមកវិញអញ្ចឹងសូមឲ្យប្រកាសថា virtual machine របស់យើងមួយនេះមានអ៊ីនធឺណិតណាបាទមានអ៊ីនធឺណិតសិនអញ្ចឹងខ្ញុំតេស្តមើលសិនតើមានអ៊ីនធឺណិតឬអត់ណាបាទខ្ញុំ ping សារល្បង ping ទៅ Cloudflare ក៏បាន Google ក៏បានបាទអញ្ចឹងវាថា network is unreachable មានន័យថាអត់តមានអ៊ីនធឺណិតទេអញ្ចឹងខ្ញុំទៅ check មើល IP សិនថា IP យើងយ៉ាងម៉េចបានអត់មានអ៊ីនធឺណិតណាអញ្ចឹង config វាយ៉ាងម៉េចឲ្យមានអ៊ីនធឺណិតបាទអញ្ចឹងយើងទៅមើល IP តាមរយៈ command ខ្ញុំទៅមើលឈ្មោះ network card សិន network card យើងគឺ I នៅក្នុងយើងកែ file មួយតែម្ដងទៅ v systemctl network manager system connection បាទហើយឈ្មោះ network card របស់ខ្ញុំតាមខ្ញុំតាមគឺ enp0s3 ណាបាទ .mn connection ចឹងនេះជាកន្លែងយើងកែព័ត៌មាន network card ណាបាទយើងដឹងហើយចឹងក្នុងនេះខ្ញុំធ្វើការកែប្រែវាទៅជា auto មកដើម្បីវាចាប់ IP ស្វ័យប្រវត្តិពីខាងក្រៅពីម៉ាស៊ីនខ្ញុំខាងក្រៅណាបាទលុប IP ចេញបាទហើយលុបកន្លែង method នេះគឺដាក់ auto វិញបាទគឺ DHCP ណាបាទ DHCP save ឲ្យចាក់ចេញចឹងខ្ញុំធ្វើការ restart network service របស់ network card ព្រោះរាល់ការកែប្រែព័ត៌មានរបស់ network card គឺយើងប្រើ command ដើម្បី restart network service ណាបាទ connection nmcl.connection reload ហើយមួយទៀតគឺយើងប្រើដូចគ្នាដែរ disable network card បាទនឹង enable network card មកវិញបាទ tab enp0s3 នេះជាឈ្មោះ network card របស់ខ្ញុំណាបាទចា៎នេះខ្ញុំគ្រាន់តែ config យ៉ាងម៉េចដើម្បីឲ្យម៉ាស៊ីនខ្ញុំមានអ៊ីនធឺណិតទេណាបាទខ្ញុំសាកល្បង ping ទៅ Cloudflare ម្ដងទៀតអញ្ចឹងឥឡូវម៉ាស៊ីនខ្ញុំមានអ៊ីនធឺណិតហើយបាទ ping ទៅ Google ក៏បាន Cloudflare ក៏បាន
ចឹងក្រោយពី ping ស្គាល់ទៅ internet ហើយយើងចាប់ផ្ដើមដំឡើង Samba របស់យើងតាមរយៈ command គឺ DNF បាទដល់ clear install បាទនេះជា command សម្រាប់ដំឡើង software តាមរយៈ internet មិនតែ Samba ទេកម្មវិធីអីក៏យើងអាចដំឡើងបានដែរជាងខ្ញុំប្រើ DNS install អឺបាទឈ្មោះកម្មវិធីរបស់យើងគឺ Samba ណាដក y enter អញ្ចឹងរងចាំវាមួយផ្លែតដើម្បីវាធ្វើការ connect ទៅកាន់ server ហើយ download និង install ដោយស្វ័យប្រវត្តិឲ្យយើងបាទសំខាន់ឲ្យតែ virtual machine របស់យើងមាន internet connection ណាអញ្ចឹងពេលនេះឥឡូវវាកំពុងតែចាប់ផ្ដើម download ហើយយើងរងចាំវាបន្តិចទៅ command DNF install នេះវាល្អត្រង់ថាយើងអាចដំឡើង software ដែលងាយស្រួលវាស្វ័យប្រវត្តិ download ពី internet រកឲ្យត្រូវជាមួយនឹង version OS របស់យើងចំនួនប្រភេទ CPU បាទស្វ័យប្រវត្តិយើងអត់ចាំបាច់ពិបាករកចូល Google ដើម្បី search រកsoftware ទេបាទពេលខ្លះអាចមានហានិភ័យប៉ះមេរោគប៉ះអីជាដើមជាក្នុងនេះវានឹងធ្វើការដំឡើងឲ្យយើង download ហើយដំឡើងឲ្យយើងស្វ័យប្រវត្តិតែម្ដងបាទចឹងយើងអាចរងចាំបន្តិចក្នុងនេះវាយូរដោយសារវាធ្វើការ update system សិនបាទវាកំពុង update system របស់ CentOS Stream 10សិនហើយក្រោយពីវា update install update របស់ CentOS ហើយវានឹងធ្វើការ update និងដំឡើង Samba ឲ្យយើងបាទហើយ Samba នេះវាមិនដំឡើងតែ server ទេវាដំឡើងទាំង Samba client ឲ្យយើងដែរបាទព្រោះ Samba អាចឲ្យ Linux คล้ายទៅជា server និងក៏អាចឲ្យ Linux คล้ายទៅជា machine client ដែរបាទអញ្ចឹងឥឡូវវា process នេះដល់ដំណើរការដំឡើង Samba ហើយអូខេអញ្ចឹងវាបានដំឡើងរួចរាល់ហើយបាទគឺ Samba version 4.23ហើយបាទនេះជា version ចុងក្រោយរបស់វា4.23ហើយនេះគឺជា Samba client អូខេអញ្ចឹង complete ណាបាទការដំឡើងទៅបានរួចរាល់អញ្ចឹងយើងចាប់ផ្ដើមតេស្តមើលម្ដងទៀតបាទតាមរយៈ command របស់យើងមិញគឺ Samba systemctl status smb.service បាទអញ្ចឹងក្រោយពីដំឡើងហើយបាទវានឹងចេញបែបនេះណា Samba smb diamond loaded បាទ loaded បាទ loaded អញ្ចឹងមានន័យថាវាបានដំឡើងហើយនេះណាបាទ disable តែគាត់ថា service វាអត់តដំណើរការណា inactive ហ្នឹងបាទអូខេតោះអញ្ចឹងយើងចាប់ផ្ដើមបាទសំចាំរកសារ error មកតោះអញ្ចឹងអានេះមិញខ្ញុំចុច control C មកបើសិនជាវាកាំងដូចមិញឥឡូវយើងចាប់ផ្ដើមបើក service ណាបើកដំណើរការ service របស់Samba របស់យើងតាមរយៈ command ទី1គឺ systemctl បាទ enable smb.service បាទទី1យើងបើកដំណើរការSMB service នឹងដូចគ្នាដែរយើងធ្វើការបើកដំណើរការនឹង NMB បាទ SMB និង NMB គឺតែមួយគ្នាបាទទាក់ទង name service របស់ Samba បាទអញ្ចឹងក្រោយពី enable service របស់ SMB និង NMB គឺយើងត្រូវ enable ដែរបាទ start service របស់វាដែរគឺ systemctl ដូចគ្នាគឺ start smb.service បាទដូចគ្នាដែរយើងនឹងធ្វើដូចគ្នាចំពោះ NMB ណាបាទ start nmb.service បាទអញ្ចឹង SMB និង NMB គឺវាដូចគ្នាអញ្ចឹងទៅ enable service enable ទាំងពីរ start ទៅ start ទាំងពីរដូចគ្នាបាទបន្តមកទៀតយើងធ្វើការ add service របស់ Samba នេះទៅកាន់ firewall តាមរយៈ command របស់យើងគឺ firewall trace cmd ឥឡូវខ្ញុំនឹងធ្វើការ clear screen សិនកុំឲ្យនេះ firewall trace cmd ដក clear បាទ trace ពីរដងយើងនឹង add វាទៅកាន់ permanent
អត់ add ទៅកាន់ runtime ទេយើង add វាទៅកាន់ permanent ដើម្បីឲ្យប្រើបានរហូតណាបាទដល់ clear tray គឺ zone យើង add វាទៅកាន់ zone public បាទនិង add service បាទ service នេះឈ្មោះថា SM បាទ Samba សំទោសបាទអញ្ចឹង service របស់យើងឈ្មោះថា Samba យើង add service នេះទៅកាន់ firewall ដើម្បីឲ្យវាបើក connection អាចឲ្យ client អឺភ្ជាប់មកកាន់ resource ដែលយើងបាន share តាមរយៈ Samba នេះបាទអញ្ចឹងយើង enter បាទអញ្ចឹងវា load ពាក្យថា success បាទអញ្ចឹងវាជោគជ័យត្រឹមត្រូវតែបើសិនជាវា load ពណ៌ក្រហមឬ error ផ្សេងៗវានឹង load ពណ៌ក្រហមអញ្ចឹងយើងទៅ check មើល command ឬក៏ syntax របស់យើងម្ដងទៀតបាទ keyword របស់យើងម្ដងទៀតជៀសវាងខុសឆ្គងផ្សេងៗណាបាទអញ្ចឹងដល់ក្រោយពី success ហើយយើងត្រូវការ restart firewall មួយសិនមិន restart ទេយើងគ្រាន់តែ reload ដើម្បីឲ្យវាដំណើរការថ្មីម្ដងទៀតទៅលើ firewall បាទតាមរយៈ command firewall tray cmd .clear បាទ tray reload អញ្ចឹងវានឹង load success ដូចគ្នាអញ្ចឹងមានន័យថាការ add service Samba ទៅកាន់ firewall ទទួលបានជោគជ័យអញ្ចឹងចាប់ផ្ដើមអឺបន្តទៀតយើងចាប់ផ្ដើមទៅកែ file មួយដែលជា firewall ដូចគ្នាបាទដើម្បីឲ្យយើងអាច enable share resource ពីម៉ាស៊ីនយើងទៅបាទព្រោះយើងនេះដើរតួជាម៉ាស៊ីន server អញ្ចឹងខ្ញុំវាដោយសារវាជា file អញ្ចឹងយើងទៅកែ file ហ្នឹងទៅតាមរយៈ command vi nano ក៏បាន vi ក៏បានបាទអញ្ចឹងវា file នោះមានទីតាំងនៅក្នុង system root etc c linux បាទ slash file មួយឈ្មោះថា config នៅក្នុង file មួយនេះយើងគ្រាន់តែស្វែងរកជួរបាទមួយជួរណាដែលមានពាក្យថា c linux enforcing បាទយើងផ្លាស់ប្ដូរពាក្យ enforcing ទៅជា disable បាទអញ្ចឹងខ្ញុំចុច shift i បាទដើម្បីធ្វើការអញ្ចឹងយើងធ្វើការ ផ្លាស់ប្ដូរបាទរកពាក្យមួយជួរដែលមាន C Linux ស្មើ enforcing ហើយយើងនឹងលុបបាទផ្លាស់ប្ដូរពាក្យ enforcing នេះទៅជា disable បាទ disable អក្សរតូចក៏បានបាទធំក៏បានអូខេអញ្ចឹងក្រោយពីកែប៉ុណ្ណឹងហើយគឺអត់ធ្វើអីច្រើនទៀតទេយើងធ្វើការ save ហើយចាក់ចេញបាទ escape ចុចពី wq enter រាល់ក្រោយការប្រើរាល់ការកែប្រែ file មួយនេះយើងធ្វើការ restart ម៉ាស៊ីនមួយសិនដើម្បីឲ្យវាមានប្រសិទ្ធភាពបាទអញ្ចឹងខ្ញុំប្រើ init 6ដើម្បី restart ម៉ាស៊ីនគេ log ចូលដោយប្រើ user root របស់យើងឡើងវិញបាទបើក terminal របស់យើងមកវិញមកអូខេអញ្ចឹងតោះយើងចាប់ផ្ដើមបន្តទៀតក្រោយពី restart ម៉ាស៊ីនហើយយើងធ្វើការបង្កើត folder ដែលយើងចង់ធ្វើការ share ឥឡូវខ្ញុំធ្វើការចង់ធ្វើការ share folder មួយដែលមានទីតាំងនៅក្នុង system root view បាទឬក៏ share បាទ folder មួយឈ្មោះថា share អញ្ចឹងទៅបាទ mkdir system root share អញ្ចឹងនេះជា folder នេះជាទីតាំង folder ដែលយើងចង់ share resource បាទអូខេអញ្ចឹងយើងទៅ check មើល make sure ដើម្បី make sure ថា folder នេះមានហើយបាទមានហើយអញ្ចឹងខ្ញុំមាន folder មួយឈ្មោះថា share នៅក្នុងទីតាំងsystem root បាទ share នៅខាងលើអូខេតោះអញ្ចឹងក្រោយពីធ្វើការបង្កើត folder ហើយយើងទៅបង្កែប្រែ file Samba ដើម្បីធ្វើការ share resource របស់យើងបាទអញ្ចឹង file ដែលផ្ទុកទិន្នន័យក្នុងការ share resource របស់ Samba គឺមានទីតាំងនៅក្នុងអញ្ចឹងវាជា file អញ្ចឹងយើងប្រើ vi មកបាទដក clear system root អឺនៅក្នុង system root etc បាទ Samba និង file មួយឈ្មោះថា smb.conf បាទ smb.conf អញ្ចឹងយើង enter អញ្ចឹងនេះគឺជាទិន្នន័យនៅក្នុង file របស់យើងបាទអធិស្ឋានដោយសារតែម៉ៅនេះពេលប្រើកម្មវិធីនេះវាឆ្លងអូខេតោះអញ្ចឹងធ្វើការកែប្រែមកបាទវាឆ្លងមួយម៉ៅដូច្នេះខ្ញុំចូលក្នុងអត់កើត
អូខេអញ្ចឹងអ្វីដែលនៅក្នុង file នេះយើងធ្វើការកែប្រែដូចជាទី1 work group បាទ work group យើងនឹងធ្វើការកែ work group ឲ្យដូចទៅនឹងឈ្មោះរបស់ work group នៅក្នុង Windows អញ្ចឹងជាទូទៅនៅក្នុង Windows ឈ្មោះ work group អឺរបស់ Windows គឺ work group បាទឈ្មោះគឺឈ្មោះ work group តែម្ដងប៉ុន្តែបើសិនជាយើងចង់ធ្វើការបង្កើតថ្មីផ្លាស់ប្ដូរក៏យើងអាចធ្វើការផ្លាស់ប្ដូរបានដែរតែឥឡូវយើងប្រើ default របស់ Windows ទៅគឺ work group បាទអញ្ចឹងខ្ញុំសរសេរពាក្យថា work group បាទជាទូទៅនៅក្នុងអង្គភាពមួយយើងអាចមាន work group ច្រើនដូចជា admin ឬក៏ finance ឬក៏ខាង accountant ផ្សេងៗប៉ុន្តែពេលនេះខ្ញុំសូមប្រើទូទៅគឺយើងប្រើ work group បាទដោយសារ default របស់ Windows ដោយសារនេះម៉ាស៊ីននេះយើងចង់ធ្វើការ share resource ជាមួយ Windows អញ្ចឹងយើងដាក់ work group ឲ្យត្រូវជាមួយនឹង Windows តែម្ដងបាទ work group default របស់ Windows គឺ work group ពាក្យថា work group ហ្នឹងតែម្ដងអូខេបន្តមកទៀតគឺយើងអាចបន្ថែមនៅខាងក្រោមនេះបាទផ្នែកខាងក្រោមនេះគឺយើងអាចបន្ថែមsyntax ចំនួន2ទៀត option ចំនួន2ទៀតគឺទី1គឺ Max Protocol បាទដោយសារតែខ្ញុំប្រើប្រាស់វាជាមួយនឹង Windows 7អញ្ចឹងខ្ញុំប្រើ Mac Protocol ជាមួយនឹង SMB version 2ប៉ុន្តែបើសិនជា client របស់យើងជា Windows 10ឬ Windows 11ឬ Windows ជំនាន់ថ្មីយើងអាចប្រើ SMB 3បាទនេះជា protocol ដែលយើងប្រើជាមួយ version របស់ Windows អញ្ចឹងជាក់ស្ដែងខ្ញុំប្រើជាមួយ Windows 7អញ្ចឹងខ្ញុំនឹងធ្វើការប្រើ protocol SMB2 បាទនិងមួយទៀតខ្ញុំថែមនៅ option មួយទៀតគឺhost allow host allow នេះគឺយើងអនុញ្ញាតឲ្យម៉ាស៊ីនណាឬ network ID ណា IP ណាដែលអាច access មកកាន់ server យើងបានអញ្ចឹងដោយសារតែម៉ាស៊ីនខ្ញុំមិញគម្រោងរបស់ខ្ញុំនឹងប្រើ network ID មួយចុចបាទមួយចុចអញ្ចឹងខ្ញុំនឹងប្រើ network ID ដែលអនុញ្ញាតមកគឺមួយចុចបាទ1.1 1.2 network computer ដែលស្ថិតនៅក្នុង network ID មួយចុចវានឹងអាច access មកបានទាំងអស់តែមួយថ្ងៃក្រោយយើងមាន2ចុច3ចុចបាទ network ID មួយណាយើងដាក់ network ID នេះទៀតទៅគឺបានហើយបាទគ្រាន់តែដក clear មកយើងបានហើយបាទអូខេអញ្ចឹងអានេះប៉ុណ្ណឹងក្រោយមកទៀតយើងថែមព័ត៌មាន share របស់យើងបាទឥឡូវខាងក្រោមនេះគឺជាព័ត៌មាន share យើងដាក់មក block ខាងលើនេះក៏បានបាទអញ្ចឹងខ្ញុំបង្កើត block មួយទៀតគឺ folder ដែលខ្ញុំចង់ share គឺshare data ឬក៏ data share ហ្នឹងតែបាទអញ្ចឹង data share ឈ្មោះ data share នេះវានឹងបង្ហាញនៅលើម៉ាស៊ីន client បាទវានឹងបង្ហាញនៅលើម៉ាស៊ីន client អញ្ចឹង comment យើងដាក់អីដាក់ទៅបាទតើតើនៅ comment នេះគឺសម្គាល់ទេបាទសម្គាល់ថានេះគឺជាអីបាទ share data to client បាទតទៅទៀតយើងប្រើទីតាំងយើងចង់ share folder ណាបាទ folder ណាដែលយើងចង់ share ដាក់ទាំងទីតាំងនិងឈ្មោះ directory ឲ្យត្រូវអញ្ចឹងមិញ folder ដែលខ្ញុំចង់ share គឺនៅក្នុង system root share បាទខ្ញុំបានបង្កើតមុនហ្នឹង system root share អញ្ចឹងដឹងស្រាប់ហើយឈ្មោះ folder ត្រូវប្រកាន់តួអក្សរណា case sensitive អញ្ចឹង folder របស់យើងខ្ញុំបង្កើតមិញ S អក្សរធំបាទ share system root អាចបកវីដេអូទៅមើលក្រោយបញ្ជាក់ក៏បានដែរបាទអូខេបន្តមកទៀតយើងដាក់សិទ្ធបាទកំណត់សិទ្ធឲ្យfolder របស់យើង directory របស់យើងហ្នឹងអាច access បានគឺយើងប្រើ variable smart yes បាទហើយនឹងមួយទៀតគឺ private អាចចូល check មើលបានបាទក៏ yes ដែរបាទអូខេអញ្ចឹងរួចរាល់ចឹងនេះជាព័ត៌មាននៃការ share របស់យើងចឹងបើសិនជាយើងចង់ share folder ផ្សេងៗទៀតយើងបង្កើត block ផ្សេងៗទៀតមកណាបាទអូខេអញ្ចឹងប៉ុណ្ណឹងយើង save file ហើយចាក់ចេញគឺចុច escape ចុច2 w show បាទ enter អញ្ចឹងយើង file នេះបើយើងមក save ហើយអញ្ចឹងរាល់ការកែប្រែ file មួយនេះក៏វាកែប្រែហើយយើងតេស្តមើលសិនតើការកែប្រែរបស់យើងមិនត្រឹមត្រូវឬអត់ណាបាទដើម្បីសម្រាយនេះសង្ខេបមើលតើការកែប្រែរបស់យើងមិនត្រឹមត្រូវតាមអ្វីដែលយើងចង់បានឬអត់ណាតាមរយៈប្រើប្រាស់ command test spam enter មកអញ្ចឹងវានឹងប្រាប់យើងថាបាទ file យ៉ាងម៉េចអីចឹងមកបាទ server standalone និង enter មួយទៀតបាទនេះគឺជា configuration ដែលយើងទទួលបានណាបាទនេះ folder ដែលយើងបាន share បាទ data share អូខេអញ្ចឹងខ្ញុំ clear screen សិន
ចឹងយើងចាប់ផ្ដើមក្រោយពី test time ហើយយើង restart network service អត់ទោះ restart service របស់ SMB ហ្មងរាល់ការកែប្រែ file smb.con មិញគឺយើងត្រូវ restart smb.service និង restart nmb ដូចគ្នា nmb.service បាទចឹងក្រោយពី restart ហើយយើងទៅបង្កើត user មួយបាទ user មួយសិនដើម្បីឲ្យ user នោះអាច access ទៅកាន់ folder នឹងបានអញ្ចឹងយើងចង់ឲ្យ user ណា access ទៅ access មក folder ដែលបាន share នេះយើងបង្កើត user ហ្នឹងទៅឧទាហរណ៍ខ្ញុំបង្កើត user add Tino បាទគេខ្ញុំ password system ឲ្យ Tino ហ្នឹងឲ្យហើយបាទចុះ password 1 2 3បាទ1 2 3ម្ដងទៀតបាទ retry ក្រោយពីបង្កើត user ដែលយើងចង់ឲ្យ access ចូលហើយយើងបង្កើត password មួយទៀតឲ្យ SMB បាទព្រោះពេល log ចូលពី machine server ពី machine client វានឹងទា password របស់ SMB ហ្នឹងអញ្ចឹងខ្ញុំនឹងប្រើ command មួយទៀតគឺ SMB passwd ដក clear ដក a បាទដក clear ឈ្មោះរបស់ user យើងមិញអញ្ចឹង Tino enter ការកំណត់ password ឲ្យ user access តាមរយៈ SMB នេះគឺយើងត្រូវកំណត់ password យ៉ាងតិច6ខ្ទង់ណាបាទចឹងចំនួន1 2 3 4 5 6បាទ enter ប្រើម្ដងទៀត1 2 3 4 5 6 ខ្ទង់ណាបាទ password របស់ SMB enter បាទនឹងប្រើ command មួយទៀតដើម្បី enable user នោះមិនឲ្យគាត់ដាក់ password ឲ្យទេអញ្ចឹងប្រើអត់បានទេប្រើអត់បានយើងត្រូវបង្កើត enable user នោះសិនណាបាទគឺ e ដក e smb passwd ដក clear ដក e ដក clear tino បាទអញ្ចឹង enable user tino អញ្ចឹងរួចរាល់ការ configure នៅលើ server គឺចប់តែប៉ុណ្ណេះណាបាទអញ្ចឹងមានន័យថាពេលនេះ folder របស់យើង system root share ត្រូវបាន share នៅលើ network ចោលហើយឥឡូវយើងចាប់ផ្ដើមទៅបើក machine client របស់យើងដែលជា machine Windows បាទអូខេតោះអញ្ចឹងយើងបើក Windows 7 យើងហើយអញ្ចឹងរឿងទី1ដែលយើងត្រូវធ្វើនៅលើ client របស់យើងបាទ Windows គឺធ្វើម៉េចឲ្យ client និង server របស់យើងមាន connection មួយគ្នាណាបាទអញ្ចឹងឥឡូវយើង check មើល IP របស់ client អញ្ចឹងសិនតើវា IP ប៉ុន្មានហើយមាន connection ទៅ server ឬនៅណាបាទអញ្ចឹង IP នៅលើ Windows នៅក្នុងនេះយើងអាចកំណត់វាជា static មក 192.168.1.10 អីចឹងទៅបាទឧទាហរណ៍ណា client គឺ 1.10 អញ្ចឹង server ខ្ញុំនឹងទៅកំណត់ឲ្យវា 1.1 បាទ 1.1 ទេពីព្រោះអីដោយសារនៅលើ server មិញយើងបានកែ IP ទៅជា auto ដើម្បីមាន internet download install Samba តាមរយៈ internet ណាអញ្ចឹងឥឡូវយើងធ្វើការកែប្រែIP លើ server យើងទៅជា static វិញណា IP 1.1 អញ្ចឹងតាមរយៈ command របស់យើង system connection មកបាទenp សូនបាទចឹង file មួយនេះជាងយើងធ្វើការកែប្រែវាទៅជា static វិញដូរពី method ទៅជាបាទ manual ដាក់ IP ថ្មីមក server របស់យើងគឺ 192.168.1.1 បាទ /24 គឺជា subnet បាទអូខេចឹងរួចរាល់ escape ចុច2 review queue ចឹងយើងនឹងធ្វើការ restart connection សិនបាទ reload អូខេមួយទៀតគឺ disable enable network card របស់យើងណា enp បាទអូខេអញ្ចឹងសូមរងចាំផ្លែដើម្បីឲ្យវាបើក connection network card យើងសិនជិះនេះហើយជាអូខេសារបង ping ទៅកាន់ client អាច ping ទៅកាន់ client អាចនឹង error ដោយសារលើ Windows យើងអាចជាប់ firewall ណាបាទអញ្ចឹងយើងអាចត្រឡប់ទៅ Windows ping មក server យើងសិនបាទលើ Windows យើងសារបង ping ទៅ client របស់យើង server របស់យើងគឺ192.168.1.1បាទអូខេអញ្ចឹងស្គាល់មានថា client យើង connect ទៅ server ហើយណាបាទមិញខ្ញុំ connect ping ពី server មក client អត់បានដោយសារតែ client យើងជាប់firewall តែអត់ជាបញ្ហាទេបាទព្រោះយើងពេលនេះយើងភ្ជាប់ពី client ទៅ server ណា
ភ្ជាប់ពី Windows ទៅ Linux អូខេតើអញ្ចឹងឥឡូវរួចរាល់ server របស់យើងមាន connection ជាមួយនឹង client ហើយឥឡូវយើងធ្វើការភ្ជាប់ទៅកាន់ directory ដែល share មិញតែម្ដងណាបាទតាមរយៈយើងប្រើ Windows or run មកបាទចឹងអាសយដ្ឋានរបស់យើង server គឺ 192.168.1.1 server បាទដែលបាន share មិញគេ enter មកចឹងវានឹង load authenticator បាទ authentication នេះចឹងយើងនឹងវាយឈ្មោះ user account ដែលយើងបានបង្កើតនៅលើ Linux មិញចឹង Linux មិញយើងបានបង្កើត user មួយឈ្មោះថា Tino ហើយ password 12345ដើម្បីអាច access ចូលបានណាចឹងខ្ញុំនឹងវាយ user account Tino បញ្ជាក់ម្ដងទៀតឈ្មោះ user នេះជាឈ្មោះ user ដែលយើងបានបង្កើតនៅលើ server មិញដែលយើងបានកំណត់ SMB passwd បាទ user account នេះមិនមែនជា user នៅលើ Windows ទេព្រោះយើងចង់ connect ទៅកាន់ server អញ្ចឹងយើងដាក់ user account របស់ server បាទអញ្ចឹង Tino password 1234556បាទយើងអាចប្រើ remember នេះមកដើម្បីលើកក្រោយពេលយើងចូលទៅវាជាប់ auto បន្តិចណាបាទដាក់ tick ក៏បានអត់ក៏បានអត់បញ្ហាទេយើងអូខេមកអញ្ចឹងយើងទទួលបាននេះ folder ដែលបាន share មិញគឺ data share អាកន្លែងនេះកន្លែងដែលខ្ញុំ note នោះបាទខ្ញុំ note នៅក្នុងតកៀបនៅក្នុង file smb.com ណាបាទអូខេអញ្ចឹងនេះជាឈ្មោះនេះជា home directory របស់ user Tino ទេអញ្ចឹងយើងអាចបង្កើតនៅក្នុងនេះក៏បានក្នុងនេះក៏បានបាទអញ្ចឹងក្នុងនេះក៏ពិតយើងអត់ទាន់បានកំណត់សិទ្ធឲ្យបង្កើតបានអីបានទេបាទតើតើនេះយើងអត់ទាន់ប្រើបានដោយសារតើតើការកំណត់សិទ្ធណាបាទអញ្ចឹងយើងអាចប្រើ CH mode ដើម្បីកំណត់សិទ្ធតែយើងអាចធ្វើការងារនិងប្រើប្រាស់នៅក្នុងfolder home directory របស់ user បានព្រោះមិញយើងប្រើ user Tino អញ្ចឹងវាចាប់យក home directory របស់ user Tino អញ្ចឹងក្នុងនេះយើងអាចប្រើបានបង្កើត folder បង្កើត file អីផ្សេងៗបានបាទឬក៏ file បង្កើតជា folder បង្កើតជា file អីផ្សេងៗទៅបាទចំណែកនៅក្នុង server អា folder មួយនេះបើសិនជាយើងចង់ឲ្យប្រើកើតណាបាទយើងអាចទៅកំណត់សិទ្ធបាទកំណត់សិទ្ធគឺខ្ញុំ cd ទៅកាន់ share ហ្នឹងមកខ្ញុំចូលទៅកាន់ system root បាទ folder share ហ្នឹងគឺខ្ញុំកំណត់សិទ្ធ ch mode 7 3ដងបាទដើម្បីឲ្យគ្រប់ user owner user group owner និង other user មានសិទ្ធ full control ទៅលើអាហ្នឹងណាបាទអូខេរួចរាល់អញ្ចឹងក៏វាកំណត់សិទ្ធហើយពេលនេះ client អាចប្រើបានដែរបាទក៏មានសិទ្ធ full control ទៅលើ data share ហ្នឹងនេះម្ដងទៀតខ្ញុំចូលមកខ្ញុំអាចបង្កើត folder copy ចេញ copy ចូលបានបាទ load អូខេអញ្ចឹងវីដេអូយើងចប់តែប៉ុណ្ណេះនេះគឺជាវីដេអូនៃការធ្វើការ share resource ដោយប្រើប្រាស់ protocol របស់ Samba បាទដែល share ពី Linux ទៅកាន់ Windows បាទអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត